បន្តជួបមន្ត្រីព័ត៌មានយើងមួយរូបទៀតពីខេត្តប៉ៃលិនគឺលោកពឿនវេលាព្រឹកនេះមានព័ត៌មានអ្វីពីប៉ៃលិនជូនប្រិយមិត្តយើងបាទព្រឹកនេះខ្ញុំមានព័ត៌មានមួយគឺវគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំសុខភាពភ្នែកបឋមនិងបេសពីកឬក៏ជំងឺមញោបជូនដល់បុគ្គលិកមណ្ឌលសុខភាពនៅខេត្តប៉ៃលិនបាទសូមជួយបាទនៅពេលថ្ងៃទី20ខែកក្កដាឆ្នាំ2026នៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការថែទាំសុខភាពភ្នែកបឋមនិងបេសពីកជូនដល់បុគ្គលិកមណ្ឌលសុខភាពទូទាំងខេត្តប៉ៃលិនវគ្គបណ្ដុះបណ្ដាលនេះគឺមានគោលបំណងបង្កើនចំណេះដឹងនិងជំនាញបច្ចេកទេសដល់បុគ្គលិកសុខាភិបាលក្នុងការពិនិត្យស្វែងរកនិងផ្ដល់សេវាសុខាភិបាលភ្នែកជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពវិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្លេវយូប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិននិងលោកហមពិសិដ្ឋប្រធានគម្រោងថែទាំសុខភាពបឋមនិងជាតំណាងអង្គការ ISP និងមានក្រុមគ្រូពេទ្យមកពីមណ្ឌលសុខភាពទាំងអស់នៅក្នុងខេត្តប៉ៃលិនបានអញ្ជើញចូលរួមលោកហមពិសិដ្ឋបានសម្ដែងក្តីរីករាយចំពោះកិច្ចសហការដ៏ជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនដើម្បីលើកកម្ពស់សុខុមាលភាពភ្នែករបស់ប្រជាពលរដ្ឋលោកបានបញ្ជាក់ថាការផ្ដល់ចំណេះដឹងអំពីការថែទាំសុខភាពភ្នែកបឋមនិងការពិនិត្យកាច់ពីតនឹងជួយឲ្យបុគ្គលិកសុខាភិបាលអាចស្វែងរកបញ្ហាភ្នែកឲ្យបានឆាប់រហ័សនិងផ្ដល់សេវាបឋមដូចជាវ៉ែនតាអានសៀវភៅឬបញ្ជូនករណីធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យជំនាញឲ្យបានទាន់ពេលវេលាលោកស្រីយូប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិនបានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសនិងអង្គការដៃគូអភិវឌ្ឍន៍ដែលបានឧបត្ថម្ភទាំងផ្នែកបច្ចេកទេសនិងថវិកាដើម្បីធ្វើឲ្យវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅដោយជោគជ័យលោកបានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះមិនត្រឹមតែជួយពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកក្នុងការកាត់បន្ថយអត្រាពិការភ្នែកនិងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនលោកប្រធានមន្ត្រីបានបន្តថាតាមរយៈការបណ្ដុះបណ្ដាលនេះនឹងជួយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយាលទទួលបាននៅសេវាសុខាភិបាលភ្នែកបឋមបានទាន់ពេលវេលាដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយមកកាន់មន្ទីរពេទ្យបណ្ដែតខេត្តដែលត្រូវចំណាយលើការធ្វើដំណើរនិងរួមទាំងកាត់បន្ថយការកកស្ទះអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបណ្ដែតទៀតផងលោកស្រីយូក៏បានណែនាំឲ្យក្រុមគ្រូពេទ្យដែលបានទទួលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះត្រូវចែករំលែកចំណេះដឹងបន្តដល់ក្រុមគ្រូពេទ្យរួមការងារជាច្រើនទៀតដើម្បីចូលរួមអនុវត្តការងារឲ្យកាន់តែបានច្រើននិងមានប្រសិទ្ធភាពវាគឺជាជំហានសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈនិងការថែទាំសុខភាពភ្នែកនៅតាមសហគមន៍ខេត្តប៉ៃលិនបាទនេះជាព័ត៌មានពីខេត្តប៉ៃលិនខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះបាទអរគុណច្រើនលោកពឿនជម្រាបលាជួបគ្នាឱកាសក្រោយទៀតលោកបាទសូមអរគុណសូមជម្រាបលាបាទ